សួស្តីប៉ាម៉ាក់ជាទីគោរពរាប់អានរាល់ការថែទាំកូននៅតូចប៉ាម៉ាក់គួរតែស្វែងយល់ពីសកម្មភាពហើយចរិតរបស់កុមារហើយពិសេសទាក់ទងជាមួយនឹងលាមករបស់កុមារដែរព្រោះលាមកកុមារមានបញ្ហាអាចឲ្យសុខភាពកុមារនោះមិនល្អអាចនឹងឲ្យគាត់ស្គមឬក៏អាចនឹងឲ្យគាត់មិនហូបអាហារឬក៏ចំណីអាហារជាដើមធ្វើគាត់ស្គមណាហើយថ្ងៃនេះខ្ញុំលើកយកពីពណ៌របស់លាមកព្រោះពណ៌របស់លាមកគឺសំខាន់យើងដឹងថាកូនមានបញ្ហាកាពះពោះវៀនអត់ចឹងណាអញ្ចឹងរាល់ដែលលាមកយើងឃើញលាមកកុមារហ្នឹងពណ៌ត្នោតហ្នឹងគឺល្អគឺការចេញទឹកប្រមាត់ហ្នឹងធម្មតាទេហើយការរំលាយអាហារហ្នឹងក៏ល្អដែរវារំលាយអាហារការញ៉ាំអាហាររបស់គាត់ឬដូចទៅដល់គួរហ្នឹងគឺរំលាយតាមធម្មតាហើយពណ៌មួយទៀតដូចជាពណ៌បៃតងគឺជាលាមកដែលអត់ល្អទេទីមួយអាចនឹងចលនាពោះវៀនឬក៏ការបម្លាស់ទីចំណីអាហារទៅទីកន្លែងផ្សេងទៀតលឿនដូចជាការញ៉ាំចូលក្នុងកាពះទៅវាផ្លាស់ទីទៅដល់ពោះវៀនតូចហើយទៅវៀនធំហើយតកតងមួយទៀតពណ៌បៃតងហ្នឹងវាអាចតកតងជាមួយបន្លែពណ៌បៃតងដែរដែលញ៉ាំបន្លែទៅវាអាចនឹងបន្លាស់ទីដូចខ្ញុំថាមិញគឺបន្លាស់ទីវាលឿនហើយនឹងរបបអាហារផ្សេងទៀតដែរហើយអាចបង្កឲ្យរាគអញ្ចឹងលាមកពណ៌បៃតងហ្នឹងគឺអត់ល្អសម្រាប់កុមារទេអាចធ្វើឲ្យគាត់ឈឺពោះឬក៏រាគជាដើមហើយពណ៌លឿងហ្នឹងគឺអាចយ៉ាងលឿងជាងចាស់តិចទៅឬក៏យើងចាស់ហ្នឹងគឺមកពីការស្រូបយកខ្លាញ់មិនបានល្អទេដូចជាទឹកដោះគោដែលមានជាតិខ្លាញ់ឬក៏ជាតិប៊ឺអីហ្នឹងការកុមារដែលញ៉ាំទៅវាអាចពោះវៀនអត់អានបើស្រូបជាតិខ្លាញ់ឲ្យបានល្អវាអាចធ្វើឲ្យគាត់ទុះមកពណ៌លឿងណាយើងចាស់ហើយអាចនឹងមានក្លិនដូចជាមានក្លិនជូរក្លិនស្អុយខ្លាំងហើយយើងមើលលាមកហ្នឹងប៉ាម៉ាក់នឹងសង្កេតមើលលាមកហ្នឹងវាចេញឃើញដូចជាមានរាងផ្លេចឬក៏ហៅថលណាអាហ្នឹងគោមកពីខ្លាញ់ហើយពណ៌លឿងហ្នឹងក៏មានជំងឺមួយចំនួនគេហៅសេយ៉ាឬក៏គេហៅមួយទៀតតកតងជាមួយទុំយំគេហៅសែនហើយជំងឺហ្នឹងវាអត់ត្រូវជាមួយនឹងលូទីនណាលូទីនគឺស្អីគេគឺលូទីនហ្នឹងគឺជាប្រូតេអ៊ីននៅក្នុងស្រូវសាលីដូចថាលាក់ស៊ីក៏បានដែរថាវាអត់ត្រូវគ្នាណាអញ្ចឹងលាមកដែលពណ៌លឿងគឺអត់ល្អទេគឺធ្វើឲ្យកុមារហ្នឹងអាចនឹងឲ្យគាត់ឈឺពោះជាដើមណាឈឺពោះហាងពោះហើយហ្នឹងហើយតកតងជាមួយនឹងលាមកពណ៌ខ្មៅគឺការហូរឈាមអាចនៅក្បាលកាពះនៅផ្នែកខាងលើណាកាពះពោះវៀនណាធ្វើឲ្យពណ៌ខ្មៅហ្នឹងធ្វើឲ្យមានការហូរឈាមនៅកាពះពោះវៀននៅផ្នែកខាងលើហើយការហូរឈាមហ្នឹងអាចមកពីការនៅកាពះអាចនឹងក្បាលរ៉ាំរ៉ៃឬក៏អាចនឹងមកពីជាតិដែកដែរអ្នកដែលហូបជាតិដែកអីឬក៏ក្មេងដែលខ្វះខកឈាមក្រហមអីគេអាចនឹងឲ្យញ៉ាំជាតិដែកទៅក៏ពណ៌ខ្មៅដែរអញ្ចឹងប៉ាម៉ាក់គួរតែពិនិត្យមើលតើលាមកហ្នឹងពណ៌ខ្មៅដោយសារអីបើកុមារនឹងបត់ជើងមកពណ៌ខ្មៅអត់មានហូបជាតិដែកទេយើងត្រូវតែនាំកូនទៅពិនិត្យទៅជួបចាំនិតដើម្បីពិនិត្យមើលតើរមូលហេតុថាគាត់មកពីលើអីមកពីក្បាលកាពះពោះវៀនហូរឈាមតាមកាពះពោះវៀននៅផ្នែកខាងលើអត់អញ្ចឹងណាតកតងជាមួយនឹងពណ៌ក្រហមលាមកពណ៌ក្រហមវិញគឺការហូរឈាមកាពះពោះវៀននៅផ្នែកខាងក្រោមណាគឺជំងឺដូចជាជំងឺដុំបាត់អីអាហ្នឹងក៏វាហូរឈាមដែរឬក៏ការប្រេះឬក៏អាយ៉ះនៅពោះវៀនធំនៅទៅវាធំក៏អាចនឹងផ្នែកខាងក្រោមណាអញ្ចឹងឃើញលាមកពណ៌ក្រហមហើយអាចនឹងហូរឈាមនៅផ្នែកខាងក្រោមដូចពោះវៀនធំអាចទៅបៅឬក៏ប្រេះហ្នឹងឬក៏មានជំងឺហូរដុំបាត់ហើយមួយទៀតតកតងជាមួយនឹងពណ៌ក្រហមដែរអាចនឹងជាមួយនឹងផ្លែឈើដែរផ្លែឈើណាពណ៌ក្រហមដូចសកានីពណ៌ក្រហមជាដើមហ្នឹងក៏ពណ៌ក្រហមដែរអញ្ចឹងកុំច្រឡំគ្នាយើងត្រូវសង្កេតលើការបបអាហារដែរអញ្ចឹងណាអញ្ចឹងរាល់ដែរលាមកពិនិត្យឃើញកូនទុះមកពណ៌ក្រហមដូចឈាមអីបើញ៉ាំដូចសកានីឬក៏ផ្លែឈើដែលពណ៌ក្រហមខ្លាំងដិតហ្នឹងអាចនឹងលាមកពណ៌ក្រហមដែរអញ្ចឹងប៉ាម៉ាក់កុំភ័យហើយបើថាអត់ញ៉ាំទេពណ៌ក្រហមទេឃើញកូនទុះមកឈាមត្រូវនាំកូនទៅពេទ្យជាបន្តទៅហើយមួយទៀតតកតងជាមួយនឹងលាមកពណ៌ស្លេកឬក៏ហៅពណ៌ដីអញ្ចឹងនេះមកពីការបើឃើញកូនទុះមកពណ៌ដីឬក៏ស្លេកហ្នឹងស្លេកណាឬក៏ហៅសដែរប៉ុន្តែគាត់ហៅស្លេកមិនជាសផ្លេមទេសដូចដាស់ជាងទេគេហៅសហ្នឹងអញ្ចឹងឬក៏ហៅពណ៌នេះហ្នឹងគឺការស្ទះបំពង់ទឹកប្រមាត់អញ្ចឹងការស្ទះបំពង់ទឹកប្រមាត់វាមានអីខ្លះវាអាចដូចជាមានគ្រោះមានការរលាកហើមនៅបំពង់ទឹកប្រមាត់ហ្នឹងណាគឺថាមានគ្រោះនៅប្រមាត់ហើយនៅក្នុងទឹកប្រមាត់ហើយដល់ពេលវាធ្លាក់មកវាអាចឲ្យស្ទះអញ្ចឹងវាអត់ផ្ដល់ទឹកប្រមាត់ទៅជួយតកតងជាមួយនឹងលាមកបានទេហើយបញ្ហាមួយទៀតតកតងនឹងការគ្រប់គ្រងការផ្ដល់ទឹកប្រមាត់ហ្នឹងមិនអាចគ្រប់គ្រងដូចខ្ញុំថាមិញគឺការស្ទះឬក៏ហើមនៅថង់ទឹកប្រមាត់ហ្នឹងឬក៏មានគ្រោះនៅក្នុងទឹកថង់ទឹកប្រមាត់ច្រើនពេកអញ្ចឹងអត់មានទឹកប្រមាត់ច្រើនអញ្ចឹងណាអញ្ចឹងវាអាចផ្ដល់ឲ្យសរីរាង្គយើងតកតងជាមួយនឹងឲ្យមានពណ៌លាមកឲ្យបានល្អទេអញ្ចឹងវាអាចនឹងចេញពណ៌ស្លេកឬពណ៌ដីឬក៏ពណ៌សនឹងតិចណាវាសតិចដែរអញ្ចឹងរាល់ដែលថែសារកូនការចិញ្ចឹមកូនតូចថែសារកូនតូចហ្នឹងប៉ាម៉ាក់គួរតែពិនិត្យវិច័យទៅលើលាមករបស់កុមារទៅដើម្បីឲ្យដឹងថាតើកុមារមានបញ្ហាអីទេឬក៏មានជំងឺផ្សេងៗអញ្ចឹងណាអញ្ចឹងរាល់ដែលមានបញ្ហាតាក់ទងលាមកពោះហើមពួកអីហ្នឹងសូមប៉ាម៉ាក់នាំកូនមកមន្ទីរពេទ្យដើម្បីឲ្យវិជ្ជបណ្ឌិតពិនិត្យអញ្ចឹងសូមអរគុណច្រើន